bạn bóng ôn video môn dương là dây tẹo tông cho mỗi lần từ đây làm họ pil ca thưa đầm nã căn tại lươn pe liệt đa căn tại dưới dương rùng lỗ một lực than cực bảo vệ dân cô tại lực lang từ đây Albert Einstein chấm nôn pi cứ special relativity hay nắng general relativity bà dân cô tại lực từ đây nâng màu này vậy của từ đây nâng cứ dương vô màu pra không chỉ vật ประจำ ngày bao dương cái độ môn nâng cứ GPS để dân pra họ ngày nè GPS ដែលយើងប្រើរាល់ថ្ងៃនេះបើអត់មានរូបមន្តរបស់ Albert Einstein អត់មានទ្រឹស្ដី Albert Einstein គឺយើងប្រើអត់កើតទេបានន័យថាក្នុងមួយថ្ងៃយើងត្រូវខុស10គីឡូដីត្រូវខុសមកថាទីតាំងខ្ញុំនៅហ្នឹងស្អែកឡើងទីតាំងរបស់ខ្ញុំនឹងលោតទៅ10គីឡូនឹងចម្ងាយពីខ្ញុំហ្នឹងដោយសារតែពេលវេលានៅលើលំហអាកាសហើយនឹងនៅលើផែនដីគឺខុសគ្នាពេលវេលានៅលើផ្កាយរណបពួក GPS របស់យើងនេះគឺដោយសារតែការធ្វើការបោះផ្កាយរណបអញ្ចឹងផ្កាយរណបពេលវេលានៅលើផ្កាយរណបហើយនឹងនៅលើផែនដីហ្នឹងគឺខុសគ្នារយៈពេល7មីក្រូវិនាទីវាខុសតិចពិតមែនប៉ុន្តែផលិតផលចុងក្រោយគឺអាចធ្វើឲ្យយើងក្នុងមួយថ្ងៃខុសគ្នា10គីឡូដីចាំមើលតិចទៀតខ្ញុំនិយាយដល់ហ្នឹងព្រោះវាតកតងជាមួយទ្រឹស្ដី2 special relativity and general relativity ទ្រឹស្ដី Albert Einstein អញ្ចឹងការធ្វើដំណើរកាន់តែលឿនពេលវេលាដែលកាន់តែយឺតផ្កាយរណបធ្វើដំណើរជុំវិញផែនដីក្នុងល្បឿន 14000 គីឡូម៉ែត្រក្នុង1ម៉ោងការធ្វើដំណើរក្នុងល្បឿននេះធ្វើឲ្យពេលវេលានៅលើផ្កាយរណបខុសគ្នាជាមួយនឹងពេលវេលានៅលើដីរយៈពេល7មីក្រូវិនាទីបន្តមកទៀតយើងនិយាយដល់ទ្រឹស្ដីទី2នៅពេលដែលទំនាញកាន់តែខ្សោយពេលវេលាដើរកាន់តែលឿនណែបច្ចាឲ្យឃើញបច្ចាហ៎អញ្ចឹងទ្រឹស្ដីទី1ពេលវេលាលើផ្កាយរណបដើរយឺតជាងនៅលើផែនដីដល់ពេលចូលទ្រឹស្ដីទី2គឺពេលវេលានៅលើផ្កាយរណបដើរលឿនជាងនៅលើផែនដីរយៈពេល45មីក្រូវិនាទី45មីក្រូវិនាទីនាឡិកានៅលើផ្កាយរណបដោយសារតែនៅលើផ្កាយរណបវាមានរយៈកម្ពស់ពីផ្ចិតផែនដីរយៈ20000គីឡូម៉ែត្រ20000គីឡូម៉ែត្រហ្នឹងគឺវាធ្វើឲ្យទំនាញហ្នឹងវាខ្សោយមែនតើណាទំនាញនៅលើផ្កាយរណបហ្នឹងដូច្នេះវាធ្វើឲ្យនាឡិកាហ្នឹងវាដើរលឿនអញ្ចឹងតាមទ្រឹស្ដីទី1នាឡិកានៅលើផ្កាយរណបដោយសារតែវាធ្វើដំណើរលឿននាឡិកាយឺតជាងនៅលើផែនដី7មីក្រូវិនាទីដល់ទ្រឹស្ដីទី2ដោយសារតែនៅលើផ្កាយរណបវាមានទំនាញខ្សោយដូច្នេះពេលវេលាដើរលឿនជាងនៅលើផែនដី45មីក្រូវិនាទីដល់ពេលយើងដកយើងយក45ដក7 45ដក7វាប្រមាណដូចជា38អញ្ចឹងខុសត្រូវគ្នា38មីក្រូវិនាទីនៅក្នុងមួយថ្ងៃខុសត្រូវគ្នា38មីក្រូវិនាទីអញ្ចឹងយើងយកទ្រឹស្ដីពីរហ្នឹងដកគ្នា general relativity និង special relativity បាទអញ្ចឹងពេលវេលាដើរកាន់តែលឿនសំទោសវត្ថុមួយធ្វើដំណើរកាន់តែលឿនពេលវេលាលើវត្ថុនោះដើរកាន់តែយឺតអញ្ចឹងផ្កាយរណបវាធ្វើដំណើរលឿនអញ្ចឹងពេលវេលារបស់វាយឺតជាងនៅលើផែនដី7មីក្រូវិនាទីដល់ទ្រឹស្ដីទី2ផ្កាយរណបដោយសារតែវាមានរយៈកម្ពស់ឆ្ងាយពីផែនដីវាផុតវានៅសល់ទំនាញផែនដីផិតផាយអញ្ចឹងធ្វើឲ្យពេលវេលារបស់វាដើរលឿនជាងនៅលើផែនដី45មីក្រូវិនាទីអញ្ចឹងយើងយកទ្រឹស្ដីទី2ដកទ្រឹស្ដីទី1យក45មីក្រូវិនាទីដក7មីក្រូវិនាទីអញ្ចឹងស្មើជាមួយនឹង38មីក្រូវិនាទីអញ្ចឹងក្នុងមួយថ្ងៃពេលវេលានៅលើផែនដីនិងនៅលើផ្កាយរណបខុសត្រូវគ្នា38មីក្រូវិនាទីដូច្នេះហើយគេត្រូវប្រើប្រាស់រូបមន្តដើម្បីផ្ទៀងផ្ទាត់គេហៅថាទូទាត់ឡត់សាយដើម្បីឲ្យវាត្រូវគ្នាអញ្ចឹងផ្កាយរណប
ដែលយើង GPS ដែលយើងប្រើរាល់ថ្ងៃហ្នឹងយើងប្រើបានដោយសារតែវាមានមូលដ្ឋានគ្រឹះពីទ្រឹស្ដី2របស់ Albert Einstein ហ្នឹងអញ្ចឹងវាមានរូបមន្តរបស់គេបូកដកคูณចែកចាំថ្ងៃក្រោយខ្ញុំបង្ហោះរូបមន្តហ្នឹងហើយជាមួយនឹងនាឡិកាដែលគេប្រើពួកនាឡិកាដែលគេប្រើវាមាននាឡិកាឈ្មោះមួយខ្ញុំភ្លេចឈ្មោះហ្នឹងហើយចាំមើលខ្ញុំផុសនៅលើហ្នឹងពេលក្រោយហ្នឹងផុសរូបមន្តហើយនឹងផុសតាក់ទងជាមួយនឹងទ្រឹស្ដីអីហ្នឹងជាអត្ថបទហើយតាក់ទងជាមួយនាឡិកាដែលគេប្រើនៅលើផ្កាយនោះគេប្រើនាឡិកាអីខុសត្រូវគ្នាប្រហែលគេបូកដកគុណចែកមិនចាំមើលខ្ញុំផុសជាអត្ថបទនៅលើ page នឹងមួយសារទៀតណាហ្នឹងអាហ្នឹងតាក់ទងជាមួយនឹងទ្រឹស្ដីលំហពេលដែលយើងប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃមូលហេតុដែលខ្ញុំលើកឡើងហ្នឹងដោយសារវាជាមូលដ្ឋានគ្រឹះមុនពេលដែលខ្ញុំចេញវីដេអូមួយដែលនិយាយកន្លះម៉ោងខ្ញុំគួរតែនិយាយទ្រឹស្ដីនេះជាមុនសិនប៉ុន្តែខ្ញុំភ្លេចណាខ្ញុំភ្លេចនិយាយខ្ញុំភ្លេចលើកឡើងបាទមុនពេលដែលយើងនិយាយដល់ការធ្វើដំណើរកាន់តែលឿនពេលវេលាដើរកាន់តែយឺតធ្វើដំណើរស្មើល្បឿនពន្លឺពេលវេលាឈប់ងក់ធ្វើដំណើរលឹះល្បឿនពន្លឺជីវិតយើងនឹងដើរថយក្រោយណាយើងនឹងទៅអតីតកាលវិញគេហៅថាក្នុងរឿងកុនគេហៅថាធ្វើដំណើរឆ្លងពេលវេលាណាឆ្លងទៅអតីតកាលណាគឺអាហ្នឹងគឺទ្រឹស្ដីហ្នឹងគឺវាអញ្ចឹងណាវាមានមូលដ្ឋានគ្រឹះអំពីទ្រឹស្ដី2របស់ Albert Einstein ហ្នឹងតែ Albert Einstein រកឃើញមិន Albert Einstein បង្កើតទេគឺ Albert Einstein រកឃើញអាត់កំបាំងហ្នឹងបាទអញ្ចឹងក៏គាត់បង្កើតទ្រឹស្ដី2ណាជាតំណាងនៃធម្មជាតិមួយហ្នឹងណាគឺទ្រឹស្ដី general relativity និងទ្រឹស្ដី special relativity ណាការធ្វើដំណើរកាន់តែលឿនពេលវេលាដើរកាន់តែយឺតមួយទៀតទំនាញកាន់តែខ្សោយពេលវេលាដើរកាន់តែលឿនអញ្ចឹងទូទាត់លត់សើទៅបានយើងអាចប្រើប្រាស់ GPS ដែលយើងប្រើរាល់ថ្ងៃហ្នឹងវាអត់ខុសបាទអញ្ចឹងសូមរំលឹកប៉ុណ្ណឹងណាដោយសារវីដេអូមុនយើងរំលងទ្រឹស្ដីហ្នឹងដែលជាមូលដ្ឋានគ្រឹះដែលជាបិតានៃទ្រឹស្ដីបន្តទៀតដែលយើងនឹងសិក្សាអញ្ចឹងតោះតែយើងចេះយើងយល់ពីគ្រឹះហ្នឹងសិនបានយើងសិក្សាបន្តទៀតវាអត់វល់បើមិនអញ្ចឹងទេអាចនឹងវល់ណាបាទហើយវាត្រូវជាមួយអ្នកដែលនិយាយនេះគឺថាមិនតន់រលូននៅឡើយទេណាបាទអញ្ចឹងក៏សូមមេត្តាអធិស្ឋានផងដែរបាទអរគុណ